អាមេរិកនិងអ៊ីរ៉ង់បើកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធគ្នាទៅវិញទៅមកបណ្ដាលឲ្យថ្លៃប្រេងពិភពលោកហក់ឡើងតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានឈានដល់កម្រិតថ្មីមួយដ៏គ្រោះថ្នាក់បន្ទាប់ពីភាគីទាំងពីរបានចាប់ផ្ដើមពង្រីកគោលដៅវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំយោងតាមរបាយការណ៍កងបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក US Central Command បានឲ្យដឹងថាអាមេរិកបានបើកការវាយប្រហារតាមអាកាសលើស្ពានមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ជាយប់ទី7ជាប់ៗគ្នាជាការឆ្លើយតបអ៊ីរ៉ង់បានវាយប្រហារទៅលើរោងចក្រផលិតអគ្គិសនីនិងរោងចក្រចម្រាញ់ទឹកសមុទ្រចេញជាទឹកសាបនៅក្នុងប្រទេសគុយវ៉េតដែលបណ្ដាលឲ្យមានការខូចខាតនិងរំខានដល់ការផ្គត់ផ្គង់ថាមពលនៅឯតំបន់សមុទ្រឯណោះវិញកងម៉ារីនអាមេរិកបានឡើងត្រួតពិនិត្យនាវាដឹកប្រេងមួយគ្រឿងនៅជិតច្រកសមុទ្រ Hormuz ខណៈដែលក្រុមប្រដាប់អាវុធមួយក្រុមបានចូលចាប់យកនាវាមួយផ្សេងទៀតនៅឯឆ្នេរសមុទ្រយេម៉ែនសកម្មភាពទាំងនេះបានធ្វើឲ្យមានក្តីកង្វល់យ៉ាងខ្លាំងអំពីសន្តិសុខនៃការដឹកជញ្ជូនប្រេងពិភពលោកទីភ្នាក់ងារព័ត៌មានថាស្នីមរបស់អ៊ីរ៉ង់បានរាយការណ៍ថាកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តអ៊ីរ៉ង់បានកំណត់គោលដៅលើនាវាថៃមួយគ្រឿងដែលកំពុងព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ការដួលរលំនៃកិច្ចព្រមព្រៀងបាត់ឈប់បាញ់កាលពីសប្តាហ៍មុនបានធ្វើឲ្យទំនាក់ទំនងរវាងទីក្រុង Washington និងតេហេរ៉ង់កាន់តែធ្លាក់ចុះប្រធានាធិបតីអាមេរិកលោក Donald Trump បានគម្រាមបើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់និងមិនទាន់បដិសេធលទ្ធភាពនៃការវាយប្រហារដែលកងទ័ពជើងគោកលើឆ្នេរសមុទ្រឬកោះនានារបស់អ៊ីរ៉ង់នោះទេក្រោយដំណឹងនៃការកើនឡើងនៃចំនួននេះថ្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង 3% ដែលបង្កឲ្យមានសម្ពាធនយោបាយដល់រដ្ឋបាលលោក Donald Trump មុនការបោះឆ្នោតសភាដែលនឹងមកដល់នៅខែវិច្ឆិកានេះបច្ចុប្បន្នពិភពលោកកំពុងតាមដានយ៉ាងដិតដល់នៅស្ថានភាពនេះដោយសារការបិទច្រកសមុទ្រ Hormuz និងការបិទផ្លូវនាវាចរនៅកំពង់ផែអ៊ីរ៉ង់បានចាប់ផ្ដើមជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលរួចទៅហើយ